អ្នកទាំងអស់គ្នាប្រកាសជាធ្លាប់ឃើញវីដេអូដែលខ្ញុំធ្វើដំណើរកម្សាន្តទៅប្រទេសឡាវទាំងអស់គ្នាមានឆ្ងល់ឡថែមមិនការខ្ញុំទៅឡាវហ្នឹងឃើញខ្ញុំមានពាក់អំបោះសអញ្ចឹងហើយវីដេអូនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីរឿងរ៉ាវអំបោះសដែលខ្ញុំបានចង់ពេលដែលខ្ញុំទៅដល់ភ្លាមហ្នឹងចានេះគឺជាពេលទៅដល់ភ្លាមហ្មងគឺខាងប្រៀបថាប្រជាជននៅទីនោះហ្មងគឺគាត់មានបងលក្ខណៈថាបងកសែងពីនីឲ្យយើងអីចឹងណាដែលកម្មវិធីដែលពួកខ្ញុំកំពុងតែចូលរួមនេះគឺគេហៅថាបាស៊ីសារមនីអ្នកទាំងអស់គ្នាដែលជាលក្ខណៈថាកម្មវិធីមួយ welcome ភ្ញៀវដែលគាត់អញ្ជើញមកលេងផ្ទះក៏ដូចជាមកលេងប្រទេសឡាវអីចឹងណាហើយមានពីនីកសែងអីហ្នឹងដោយសារតែតិចទៀតហ្នឹងគឺពួកខ្ញុំទៅដល់គឺមានការរៀបចំឲ្យជាស្រេចអញ្ចឹងមានសែនព្រេនមានអីអញ្ចឹងណាអ្នកទាំងអស់គ្នាគេមានភ្លេងមានចាស់អីហ្នឹងមកសូត្រមន្តសូត្រធម៌អីអញ្ចឹងខ្ញុំមកនិយាយខុសអីគុំបកែប្រកាន់អីប៉ុន្តែខ្ញុំចាំបានអ្វីដែលខ្ញុំចាំបានគឺប៉ុណ្្នឹងឯងអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងគឺមាននំមានអីអញ្ចឹងណាបន្ទាប់មកទៀតគេសូត្រមន្តអីហើយប្រោះព្រំអីហើយក៏គេមានចង់បោះហ្នឹងគឺតំណាងឲ្យសេចក្តីសុខសប្បាយក្នុងការអញ្ជើញមកដល់ប្រទេសឡាវហ្នឹងហ្មងអញ្ចឹងកម្មវិធីហ្នឹងគឺភ្ញៀវបរទេសដែលគាត់អញ្ជើញទៅដល់ប្រទេសឡាវហ្នឹងគឺនឹងបានស្វែងយល់ពីពិធីមួយនេះហ្មងក៏ប៉ុន្តែពេលពួកខ្ញុំទៅហ្នឹងគឺពួកខ្ញុំមានហ្គាយអ្នកទាំងអស់គ្នាប៉ុន្តែគាត់និយាយប្រាប់ច្រើនដែរហើយ trip នេះខ្ញុំទៅតាំងពីខែ6ចាស់ហើយដូចជាខែ6ខែ8អ្នកទាំងអស់គ្នាចាស់ហើយខ្ញុំចង់ផ្លេចដែរហើយប៉ុន្តែសរុបសេចក្តីមកវាជាកម្មវិធីល្អមួយទេទី1យើងអាចដឹងពីលក្ខណៈថាវប្បធម៌ប្រពៃណីទលាមទម្លាប់ការរស់នៅរបស់ជនជាតិប្រទេសឡាវអញ្ចឹងឯបន្ទាប់ពីចង់បោះអីហើយគឺគាត់ឲ្យពួកយើងភ្លក់នំហ្នឹងណាទាំងអស់គ្នាដូចជាញ៉ាំម្នាក់ម្ដុំតំណាងឲ្យសេចក្តីសុខសប្បាយហ្នឹងឯងនិយាយទៅវារបៀបជានំជាបង្អែមអីអញ្ចឹងណាហ្នឹងឯងហើយបងប្រុសពាក់អាវកលេកាឡាខៀវនេះគាត់គឺហ្គាយពួកខ្ញុំផ្ទាល់ហើយនិយាយទៅផ្អែមគេស្តៀងផ្អែមខ្មែរយើងដែរទេអ្នកទាំងគ្នាហើយគេឲ្យយើងភ្លក់គ្រប់មុខហ្មងណាពួកខ្ញុំញ៉ាំភ្លក់ហើយដំបូងពួកខ្ញុំដូចស្លន់មិនដោយសារសុករបៀបផែលោកយាយគាត់ហុចនំមកអញ្ចឹងហើយយើងអត់ដឹងថាគួរញ៉ាំតោះតកាយគាត់បកប្រែទៅគាត់ប្រាប់អញ្ចឹងអូខេដល់វគ្គរំជើបរំជួយនេះតែក៏គ្នាមានឃើញកែវ3ហ្នឹងអត់ចាកែវ3ហ្នឹងគឺជាកែវដែលគេចាក់ឡាវវីស្គីអ្នកទាំងអស់គ្នាគឺស្រាវីស្គីដែលធ្វើនៅលក្ខណៈនៅក្នុងស្រុកតែម្ដងបើតាមខ្ញុំចាំដូចជាគេចាក់ឲ្យញ៉ាំ3ដងអ្នកទាំងអស់គ្នាហើយឃើញមុខខ្ញុំសោយសប្បាយចឹងអ្នកទាំងអស់គ្នាប៉ុន្តែចេះញ៉ាំទេហើយខ្ញុំចាក់មកក្អឹកទៅអ្នកទាំងអស់គ្នាខ្លាំងសាហាវឃើញតែទឹកមុខខ្ញុំដឹងមកនេះអតិពលបន្ទាប់ពីដូចជាម្នាក់3ក្អឹកហើយអ្នកទាំងអស់គ្នាខ្ញុំនិយាយតាមត្រង់គឺខ្ញុំស្វឹងហ្មងហើយពេលនេះគឺគេមកឲ្យយើងអង្គុយទស្សនារបាំបែប local ប្រពៃណីរបស់គេអីចឹងណាអ្នកទាំងអស់គ្នាមានឃើញទឹកមុខខ្ញុំប្រែអត់ចាប្រែហ្នឹងគឺលក្ខណៈថាស្វឹងខ្ញុំឡើងស៊ីសើអង្គុយផ្អែកជាងហ្មងអូខេបន្ទាប់ពីរបាំ 3-4 ដងហើយគឺយើងដល់វគ្គញ៉ាំបាយម្ដងម្ហូបរបស់គេស្តៀងតែម្ហូបខ្មែរយើងដែរទេអ្នកទាំងអស់គ្នានិយាយទៅកម្មវិធីហ្នឹងដោយរបៀបថាគេទទួលរាក់ទាក់ភ្ញៀវដែលមកលេងផ្ទះគេអ្នកទាំងអស់គ្នាអញ្ចឹងមានការចង់បោះសូត្រមន្តប្រោះព្រំឲ្យញ៉ាំផ្អែមញ៉ាំស្រាញ៉ាំចេកដែលការធ្វើគ្រប់យ៉ាងហ្នឹងគោលបំណងរបស់គេហ្នឹងគឺមានតែមួយទេគឺដើម្បីជាការស្វាគមន៍ដល់ភ្ញៀវដែលបានអញ្ជើញមកដល់លក្ខណៈមកលេងប្រទេសគេឬមួយក៏មកលេងផ្ទះរបស់ពួកគេមានអីអ្នកទាំងអស់គ្នា good experience ដែរតើហើយខ្ញុំឮបងហ្គាយហ្នឹងថាភ្ញៀវបរទេសដែលគាត់មកលេងប្រទេសឡាវហ្នឹងភាគច្រើនគឺគាត់ include តួនឹងចូលហ្មងអូខេចាំវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាយ